ខ្ញុំសូមទៅសារដល់បងម្នាក់នេះនៅក្នុងវីដេអូដែលគាត់មានការច្នៃប្រឌិតធ្វើជាអន្ទាក់ដាក់ត្រីខ្ញុំហៅអន្ទាក់អញ្ចឹងតែម្ដងទៅដោយសារតែនៅស្រុកខ្មែរយើងភាគច្រើនខ្ញុំឃើញគេដាក់មុងដាក់អីអញ្ចឹងណាសម្រាប់ត្រង់ត្រីពេលត្រីវាឡើងវាអីអញ្ចឹងវាហូរមកវាចូលអញ្ចឹងណាប៉ុន្តែបងនេះគឺគាត់មានកំណត់ច្នៃប្រឌិតលុយមែនតើបងប្អូនណាចាហើយនិយាយពីបានត្រីបានមែនតើបងប្អូនណាហើយគាត់ក្បាច់របស់គាត់នេះមិនជាចំណាយអីច្រើននោះទេគឺចំណាយតែតង់ទេដែលជាសម្ភារៈដែលគាត់ចំណាយណាហើយតង់ក៏តង់យកអាតង់ចាស់ៗអីមកប្រើក៏បានដែរហើយបដុំថ្មវិញគឺមានស្រាប់ហ្មងនៅនឹងកន្លែងដែលគាត់ត្រូវដាក់ត្រីហ្នឹងបងប្អូនណាគាត់ត្រង់ត្រីហ្នឹងណាហ្នឹងហើយភាសាគេនិយាយបច្ចេកទេសមិនខ្ញុំអត់ដឹងទេតែខ្ញុំនិយាយបែបងាយៗអញ្ចឹងណាបងប្អូនណាខ្ញុំក៏មកកាន់ហើយនិយាយពីត្រីច្រើនយកតែមែនតែឥឡូវចាំមើលថារបៀបនៃការធ្វើហ្នឹងគាត់ធ្វើបែបមិនខ្លះទៅបានត្រីហ្នឹងវាបានចូលមកក្នុងហ្នឹងណាបងប្អូនហើយជាដំបូងហ្នឹងគឺគាត់មករកប្រភពទឹកដែរដូចថាយើងអាចត្រីវាហូរមកអញ្ចឹងណាបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមត្រៀបថ្មចាបងប្អូនណាបើសិនជាបងប្អូនមានឃើញទឹកដែលមានការហូរបែបហ្នឹងមានត្រីអីអញ្ចឹងអីចឹងទៅបងប្អូនអាចរៀបរបៀបគាត់បានចាគាត់រៀបថ្មអញ្ចឹងដូចអ្វីដែលគាត់កំពុងរៀបហ្នឹងអញ្ចឹងបងប្អូនគាត់រៀបបែបអែនណាបងប្អូនណាអែនថ្មអញ្ចឹងទៅបងប្អូនចាអក្សរ C សងខាងឲ្យស្មើនឹងក្រោមអញ្ចឹងណាបងប្អូនហើយស៊ីបច្រាស់សងខាងហើយក៏គាត់ចាប់ផ្ដើមយកតង់បងប្អូនតង់ហ្នឹងយើងយកតង់ដែលកាចេះកាចាស់អីក៏បានដែរបងប្អូនកុំឲ្យតែវាទទួលយកមិនបានដាក់បង្កើតទេណាប៉ុន្តែតង់នេះគឺគាត់ប្រឡេកប្រឡាក់ទេគាត់យកមកដល់គាត់ក៏ទៅដាក់តង់វារៀបស្មើអញ្ចឹងទៅដាក់ថ្មដាក់ពីលើអញ្ចឹងទៅបងប្អូនដូចក្នុងវីដេអូហ្នឹងដូចអត់មានអីយ៉ាប់ទេហ្នឹងហើយខ្ញុំគិតថាងាយស្រួលទេបើយើងមានតង់យើងដាក់អញ្ចឹងទៅចាហើយគាត់ចាប់ផ្ដើមមកសម្រួចឈើនេះឲ្យស្រួយៗអញ្ចឹងទៅហើយគាត់យកទៅចាក់នៅក្នុងពីលើតង់បងប្អូនអាតង់នេះគាត់យកទៅធ្វើជាកន្លែងដាក់ត្រីនៅជាប់នឹងមួយទៀតណាបងប្អូនតែអាងទូចនិយាយទៅអាងទូចតែត្រីវាហូរចូលមកគឺវាចូលមកក្នុងហ្នឹងហើយឥឡូវគាត់ចាក់តង់ហ្នឹងឲ្យធ្លុះអញ្ចឹងណាហើយខ្លាចវាមិនធ្លុះល្អគាត់យកដៃញុកទៀតបងប្អូនណាឲ្យវាធ្លុះល្អហើយគាត់យកមកត្រៀបដាក់មកចំហៀងអាកន្លែងចំណុចហ្នឹងគឺចំណុចដែលត្រីហូរមកចាំមើលដល់ពេលទាញរូបចេញអាធំមកបងប្អូននឹងយល់ហើយចាហើយអានេះយកជើងជន់វាដើម្បីឲ្យមានប្រហូរត្រីហូរមកចូលស្រួលអូខេបងប្អូននៅកន្លែងដែលគាត់កំពុងរៀបហ្នឹងគឺគាត់ធ្វើអញ្ចឹងបងប្អូនណាចាអញ្ចឹងទៅនៅពេលដែលត្រីវាចូលមកគឺវាហូរមកវាមានកន្លែងតណេះវាមានទៅកន្លែងតណោះអញ្ចឹងវាមានជំរឿបងប្អូនចាវាអត់ដឹងថាជំរឿនេះជាជំរឿអន្ទាក់ដែលចូលទៅផុងខ្លួននេះបងប្អូនណាឥឡូវគាត់យកឈើមកគាត់វាយសណាញ់បងប្អូនណាចាគាត់វាយសណាញ់រៀងគាត់អសវីនឹងអញ្ចឹងណាបងប្អូនចាធ្វើដូចទៅតាមគាត់អញ្ចឹងទៅបងប្អូនណាចាអត់មិនជាអីដែលពិបាកយើងមើលអត់យល់ទេបងប្អូនណាហើយយើងយកមកដាក់អញ្ចឹងទៅចាដើម្បីឲ្យវាមានទឹកហូរបងប្អូនណាគេដាក់អញ្ចឹងទៅឲ្យមានទឹកហូរហើយវាជាផ្លូវយើងដាក់ធ្វើអញ្ចឹងដូចធ្វើផ្លូវឲ្យត្រីចូលអញ្ចឹងឥឡូវគាត់សាកយកដុំថ្មមកសាកមើលដុំថ្មនេះគាត់ឧទាហរណ៍ជាត្រីណាគាត់សាកអញ្ចឹងទៅចាំមើលត្រីវាហូរចូលស្រួលអត់យើងម៉ែណាបងប្អូនណាហ្នឹងហើយបើស្អីវាទៅតេងត្រីមិនបាក់ហូរចូលអីយើងជន់វាប្រៀបឲ្យវាយើងជ្រៅទៅក្នុងតិចដើម្បីឲ្យវាផ្លូវត្រីនឹងហូរស្រួលអញ្ចឹងណាបងប្អូនហើយឥឡូវគាត់ចាប់ផ្ដើមនេះយកអានេះខ្ញុំមិនដឹងហៅថាម៉េចបងប្អូនកាត់យល់នៃអាចយល់បានទេថានឹងគេហៅអីអញ្ចឹងណាខ្ញុំមើលដំបូងស្មាស្នោតែប៉ុន្តែដល់ពេលមើលយូរទៅអាហ្នឹងមិនដឹងជាស្អីដល់ពេលវាពុតបានហើយវាជាប់គ្នាអញ្ចឹងណាបងប្អូនតែខ្ញុំគិតថានេះអត់អីបើស្អីយើងយកស្នោយកមកឲ្យយើងចាក់កាវបិទវាឬក៏យើងយកអីចោះវាចង់ឲ្យជាប់ក៏ដូចតែគ្នាដែរហើយខ្ញុំឃើញគាត់យកមកដាក់ចំណុចហ្នឹងខ្ញុំក៏ដឹងថានឹងគេដាក់ដើម្បីអីព្រោះគេដាក់ដើម្បីតាក់ទាញឬក៏គេអាចគាត់ចង់បង្ហាញថានឹងជាចំណីរបស់ត្រីក៏មិនដឹងអីមិនដឹងដើម្បីតាក់ទាញត្រីអីមកអញ្ចឹងណាបងប្អូនហ្នឹងហើយប៉ុន្តែបើសិនជាបងប្អូនណាគាត់ដឹងគាត់អាចប្រាប់ខ្ញុំបានគាត់អាច comment បានថាហ្នឹងគេដាក់ដើម្បីអីអញ្ចឹងណាបងប្អូនហ្នឹងឥឡូវនេះគាត់ធ្វើរួចរាល់ហើយអញ្ចឹងគាត់ក៏ស្ពីកតាគាត់ចេញទៅវឹងទៅចាំស្អែកចាំមកប្រមូលផលអញ្ចឹងណាហើយចាំមើលនេះព្រឹកឡើងហើយបងប្អូនណាចាំមើលស្អែកគាត់ប្រមូលផលនេះបងប្អូននេះឥឡូវគាត់ចាប់ផ្ដើម record ទុកអញ្ចឹងណានេះត្រីចាប់ផ្ដើមហូរចូលបដាហើយណាបងប្អូនណាចាចាប់ផ្ដើមចូលអន្ទាក់យើងបដាហើយបងប្អូនណាហូរមកស្ដាំហូរទៅឆ្វេងអញ្ចឹងត្រីនេះវាចូលទាំងសងខាងបងប្អូនណាកន្លែងនេះគាត់ទុកឲ្យត្រីចូលណាបងប្អូនហ្នឹងហើយអញ្ចឹងវាចាប់ផ្ដើមហូរចូលនេះវាហូរចូលទៅមកស្ដាំមកឆ្វេងខ្លះក៏មកដល់ក្រោមអញ្ចឹងទៅចាហើយអូយបងប្អូននេះត្រីច្រើនយកតែមែនតែបងប្អូនណាខ្ញុំមិនដឹងថានេះគេធ្វើវីដេអូនេះគឺគេកុហកឬក៏មិនកុហកអីបងប្អូនប៉ុន្តែខ្ញុំគិតថាវិធីនេះពិតជាអាចប្រើប្រាស់បានពិតប្រាកដមែននេះអារម្មណ៍ខ្ញុំណាហ្នឹងហើយដោយសារតែក្នុងវីដេអូនេះគឺគេបានប្រាប់ថាគេទុកមកយប់ដែរបងប្អូនណាចាគេទុកមកយប់ហើយវីដេអូដែលកំពុងតែឃើញនេះគឺជាវីដេអូដែលគេ record ទេបងប្អូនអញ្ចឹងឥឡូវព្រឹកឡើងហើយគាត់ម្ចាស់គាត់ក៏បានមកមើលជំរឿវាជោគជ័យរបស់គាត់អត់គាត់មកដល់គឺគាត់ឃើញត្រីគាត់ច្រើនមែនតែបងប្អូនណាគាត់ញ័រទៅត្រឹកហ្មងដើមចង់ត្រូវផ្លូវទេបងប្អូនណាហ្នឹង
ហ្នឹងហើយគាត់សប្បាយចិត្តមែនទេនេះបងប្អូនបានដឹងអញ្ចឹងថាបើសិនជាយើងជាគាត់ហ្នឹងក៏សប្បាយចិត្តដែរពេលដែលយើងទៅបង់ត្រីម្ដងឬក៏ស្ទូចត្រីអីបានត្រីយើងអស់ហើយតម្រាំតែយើងបានត្រីច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនដែលគាត់ឃើញវីដេអូនេះអីគាត់សាកល្បងធ្វើបើសិនជាអាចធ្វើបានចាំជួយប្រាប់ខ្ញុំផងតែបើសិនជាធ្វើអត់បានអាហ្នឹងខ្ញុំអត់ដឹងច្បាស់ដែរដោយសារខ្ញុំឃើញវីដេអូហ្នឹងគឺឃើញតែគេធ្វើបានអញ្ចឹងណាហើយខ្ញុំក៏ឃើញថាប្លែកអញ្ចឹងក៏ខ្ញុំយកមកចែករំលែកបន្តអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាបាយបាយ